ơi bông ôn mà bé rồi hả muối ní bé ta kêu chăm mami open ai chăm cho té chăm open ôi này can sân á chừng ôi open này it's a con chắc lên con toàn ạ bé con no ăn toàn thông ấy ăn toàn kêu bé chẳng còn còn nhầm ôi thấu mà ba này con pan ba này con bé chón pe nhà mặt toàn phải mẹ ba này bay sân ba này nó mà bảo ai chẳng chăm lẹt bao video mà nhẹ lấy cái ban khối nhằm mấy bông ôn tới hay là con xài nhom bé nè toàn ní thèm toàn phải em sửa buôn tay bông ôn cái tha tơ tật hiện thẹn frost thẹn ấy nó còn phải em ta lỡ nhưng ta lập mà xịt cho video dương quên đã toàn năng hưởng đam sư kia này để nhóm trong bằng hàng bông ôn nó là sao bông ôn khác có đam sư kia này có đam lập bơ đam là nổ đam ấy tới rồi có đam sọ vi chua ở bên nhà há này à sặc sò so miên mà sao miên kia sò nó ngắm bông ôn phía trên cứ sờ bố ăn che khoa hayแต่យើងចាប់ដើមមករបស់អស់ហ្នឹងគឺដឹងតែវាអត់ចេះខ្វះហើយតែបើសិនជាបងប្អូនមកបណ្ឌិតឃើញវាអញ្ចឹងណាកាត់វាចេញទៅកាត់វាហើយយកទៅដាក់ធុងកប៉ុសធុងអីក៏បោះចោលអញ្ចឹងណាហ្នឹងហើយព្រោះអានេះវាឆាប់ងាប់ទៅវិញទេអាប្រភេទ milky ហ្នឹងណាគ្រាន់តែថាតែបើបងប្អូនចង់ទុកស្លឹកទុកអីវាក៏ទុកទៅហើយបើវិធីមួយទៀតគឺទឹកសាប៊ូលាងចានយើងហ្នឹងហើយនឹងទឹកខ្លាញ់អីចឹងទៅទឹកសាប៊ូលាងចានមកសាភាកាហ្វេខ្លាញ់សាភាកាហ្វេទាំងទៅយកមកបាញ់ចឹងទៅហើយបើបងប្អូនមានកាល់ស្យូមបងប្អូនលាយកាល់ស្យូមមកសាភាកាហ្វេដែរមកហើយទឹក1លីត្រណាបាញ់ចំណុចសំខាន់នៃដើមនេះស៊ូគីនីហ្នឹងបងប្អូនវាចេញផ្លែវាចេញនេះផ្កាធម្មតាបងប្អូនតែពេលវាចេញផ្កាវាចេញមកជួនកាលវាអត់ទាន់ចេញប្រភេទផ្កាឈ្មោលឲ្យយើងទេវាចេញពួកប្រភេទផ្កាញីនេះប្រភេទផ្កាញីបងប្អូនផ្កាញីឲ្យតែពេលវាចេញមកអញ្ចឹងទៅវាចេញក្បាលតងរៀងវែងមកអញ្ចឹងហើយគឺវាមានផ្កាពីលើនឹងគេហៅផ្កាញីណាហើយដូចអានេះប្រហែលផ្លែនេះពេលដែលវាចាប់ផ្ដើមចេញហ្នឹងណាបងប្អូនវាអត់មានផ្កាឈ្មោលកាលណាវាអត់មានផ្កាឈ្មោលវាអត់អាចជួយផ្លែនឹងឲ្យល្អទេអញ្ចឹងតពេលវាផ្លែមកគឺវាលួយទៅវិញអញ្ចឹងណាបងប្អូនវាស្វិតទៅវិញអញ្ចឹងឯងអញ្ចឹងបើសិនតែយើងមានផ្កាឈ្មោលមកជាមួយផងទៅបានវាជួយគ្នាទៅវិញទៅមកហើយជួនកាលមួយទៀតមានផ្កាឈ្មោលហើយអត់ផ្កាញីមានផ្កាញីអត់ផ្កាឈ្មោលហើយមានទាំងពីរមុខហ្នឹងហើយអត់ខ្មុំអញ្ចឹងយើងនឹងត្រូវដើរតួជាខ្មុំមកជួយវាដែរហើយដើរតួជាខ្មុំបើបងប្អូនចាស់គាត់ដឹងហើយថាដើរតួមិនអញ្ចឹងណាគេបេះអាផ្កាឈ្មោលនេះយកកេសរឈ្មោលវានឹងឲ្យទៅប៉ះកេសរញីអញ្ចឹងណាហ្នឹងហើយអាហ្នឹងគឺការដាំស៊ូគីនីនឹងឯងបងប្អូនហ្នឹងគឺខ្ញុំអត់បានដាំទេបងប្អូនគឺវាដុះមកខ្លួនវាអីជាខ្លួនវាមកឯងមកដល់កន្លែងនេះគឺថាស្មុកស្មាញមែនតែបងប្អូនខ្ញុំកាយអីអត់ចាញ់ទេដោយសារឥឡូវហ្នឹងខ្ញុំហត់ខ្លាំងពេកទៅឥឡូវហ្នឹងដុះសិតតែព្រៃអាហ្នឹងគេហៅព្រៃស៊ុបទ្រុបពេញហ្នឹងសួនតំណាំកូនស្រីខ្ញុំហើយខ្ញុំគិតថារៀបរងរៀបអីនៅក្នុងនឹងដើម្បីដាំអីចឹងណាអត់ទាន់មានកម្លាំងរើប្រអប់តំណាំទាំងអស់ហ្នឹងយកទៅដាក់ខាងក្នុងទេពួកខ្ញុំគិតថាខ្ញុំរើប្រអប់តំណាំទាំងអស់ហ្នឹងចឹងណាបងប្អូនយកទៅដាក់វានៅខាងក្នុងរោងនោះហើយបន្ទាប់មកកន្លែងនេះគឺខ្ញុំរៀបអត់អង្គុយលេងជាមួយកូនដាក់តុកដាក់អីឥឡូវហ្នឹងគឺខ្ញុំគ្មានកម្លាំងធ្វើតែម្ដងអស់ធម្មពលហើយបងប្អូនហើយមកចូលនៅក្នុងនេះវិញណាគឺថាសិតតែផ្ទីច្រើនមែនតែនតែម្ដងខ្ញុំអត់មានពេលបេះគ្មានពេលធ្វើអីទេហើយមកដល់កន្លែងនេះបងប្អូនគឺថាខូចខ្ទេចហើយគឺតកៅវាចោះចែងស៊ីអស់ណាហើយបងប្អូនតកៅនោះធំណាស់ខែលបងប្អូននេះបងប្អូនថាខ្ញុំអត់បរាជ័យដូចគ្នាហ្នឹងតែយើងមិនបានមកមើលថែគឺតកៅវាស៊ីដូចគ្នាហ្នឹងហើយដូចខ្ញុំមួយរយៈហ្នឹងខ្ញុំរវល់ខ្លាំងពេកទៅខ្ញុំអត់មានបានមកមើលមកអីទេហើយបងប្អូនចង់ឃើញតកៅវិញណាក្នុងមកធៀងនេះសិតតកៅនេះអានេះហាខ្ញុំជឿជាក់ថាអីគេសាខ្ញុំដឹងតែចូលចិត្តទេបងប្អូនមើលរៀងធំល្អណាស់ឃើញទេអូយសិតតែតកៅតែម្ដងនេះខ្ញុំមើលខ្ញុំតើមើលសាខ្ញុំសិនដឹងតែគេចាប់មាត់ហើយនេះហើយដល់ពេលមកដល់នេះវិញបងប្អូននេះនិយាយទៅស៊ុបធប់មែនតែនហើយដែលសំខាន់នេះបងប្អូនគឺថាមើមយេនខ្ញុំធំល្អបើបងប្អូនតាមដានវីដេអូខ្ញុំឃើញខ្ញុំដាំមើមយេនពីមុនហើយតែឥឡូវហ្នឹងគឺធំមែនតែនបងប្អូននេះខ្ញុំមិនដែលនឹកស្មានថាខ្ញុំដាំបានធំម្លឹងសោះអាហ្នឹងមើមយេនណាអូយធំណាស់នឹងស៊ុបធប់ប៉ុណ្្នឹងឯងបងប្អូនហើយបងប្អូនដាំអាប្រអប់តំណាំមួយនេះគឺខ្ញុំ
ដាក់កាកសំណល់ផ្សេងពីខាងក្រោមហើយបានខ្ញុំចាប់ដាំខ្ទឹមពីលើហើយបានខ្ញុំដាំចន្លោះក្នុងចន្លោះហ្នឹងបងប្អូនរងហ្នឹងគឺខ្ញុំដាំអាដើមមើមយើងនឹងឯងគេហៅ beetroot បងប្អូនខ្មែរប្រាប់ខ្ញុំថាហ្នឹងគេហៅមើមយើងខ្ញុំមិនដែរស្គាល់សោះបងប្អូនតាំងពីដើមមកខ្ញុំអត់ដឹងថាគេហៅមើមយើងតែមកតាមតែពេលធ្វើវីដេអូនឹងឯងបងប្អូនហៅមើមយើងភាគច្រើនខ្ញុំហៅតែ beetroot ទេហើយបងប្អូនឆ្ងល់ស្អីគេ beetroot ហ្នឹងដោយសារខ្ញុំហៅជាភាសាអង់គ្លេសដល់ពេលបងប្អូនហៅជាភាសាខ្មែរយើងគឺគាត់ថាមើមយើងអញ្ចឹងឥឡូវខ្ញុំចេះមកភាសាទៀតហើយមិនមែនមកភាសាទេគឺភាសាខ្មែរយើងគឺបងប្អូនហៅថាមើមយើងអញ្ចឹងណាហ្នឹងហើយបើដើមអំពៅវិញបងប្អូនអើយខ្ញុំសំណោះដើមអំពៅខ្ញុំអត់មានពេលកាត់ញ៉ាំទេខ្ញុំខ្លាចខំទៅបែកថ្មិញអស់លុយរាប់ពាន់នៅស្រុកគេនេះបងប្អូនអើយថ្មិញធ្វើថ្លៃណាស់ហ្នឹងហើយចាំមើលខ្ញុំនិយាយពីតាក់តងរឿងថ្មិញមកវីដេអូឲ្យបងប្អូនបានដឹងសម្រាប់បងប្អូនដែលថ្មីត្រៀមខ្លួននឹងមករស់នៅអូស្ត្រាលីឬក៏មកលេងអូស្ត្រាលីឬអីហ្នឹងណាភាគច្រើនបងប្អូនដែលត្រៀមខ្លួនមកលេងអូស្ត្រាលីតែម្ដងហើយនិយាយពីចេកខ្ញុំនៅខាងនោះបងប្អូនគឺថាផ្លែវិញធ្លាក់សយោងដល់ហើយអត់ទាន់បានទុំទេហើយដល់ចូលត្រជាក់អីអញ្ចឹងទៅខ្ញុំគ្របស្បោងអញ្ចឹងណាហ្នឹងហើយបើថាកូនចេកវិញដុះពេញហ្នឹងអញ្ចឹងមានន័យថាបងប្អូនណាដែលគាត់ចង់បានកូនចេកកូនអីជីកាត់ផ្ទះខ្ញុំអីអាចមកយកបានសបោណាខ្ញុំអត់កំណាញ់ទេហើយបើនិយាយពីដើមខូចមិញកូនខ្ញុំទាបេះរហូតនេះអស់តោះហើយទាបេះរហូតហ្នឹងហើយថ្ងៃហ្នឹងខ្ញុំមានតែប៉ុណ្្នឹងឯងអរគុណច្រើន